អូខេសួស្តីទាំងអស់គ្នាថ្ងៃនេះមានវីដេអូខ្លីមួយចង់និយាយអំពីការធ្វើដំណើរទៅលេងខេត្តកញ្ចេះហើយនឹងស្ទឹងត្រែងហើយនឹងព្រះវិហារអញ្ចឹងការដើរលេងនេះគឺមិនមែនដើរលេងខ្លួនឯងទេគឺដើរលេងតាមរយៈក្រុមការងារអញ្ចឹងណាយើងមាន staff team meeting ឬក៏ staff treatment អញ្ចឹងវីដេអូនេះខ្លីៗចាប់ដើមឡើងគឺពួកខ្ញុំទៅខេត្តក្រចេះមុនក្រចេះហ្នឹងគឺយើងធ្វើដំណើរទស្សនៈនៅកោះកោះអីភ្លេចបាត់ហើយហ្នឹងហើយយើងទស្សនៈនៅកោះហ្នឹងហើយនេះគឺជា home stay ហើយ home stay ហ្នឹងគឺហ្នឹងហើយគឺលក្ខណៈបុរាណហើយបើចំពោះខ្ញុំគឺស្អាត home stay ហ្នឹងគឺសម័យប៉ុន្តែតាក់ទងទៅនឹងភាពរឹងមាំនិងធន់ក៏អត់មែនទេហើយបន្ទុកខ្ញុំហ្នឹងគឺវាមានដាក់ម៉ាស៊ីនត្រជាក់ទៀតតែខ្ញុំមិនបានប្រើស្មើកម្មម៉ាស៊ីនត្រជាក់ទេព្រោះនៅនោះគឺត្រជាក់ក្តៅតែបើសិនយើងអ្នកចាញ់ក្តៅឬក៏យើងអ្នកដែលចូលចិត្តត្រជាក់គឺអាចប្រើម៉ាស៊ីនត្រជាក់បានអញ្ចឹងណាតែចំពោះខ្ញុំគឺធម្មតាប្រើទៅហើយគឺអាចស្រួលមកពួកអីនៅទីនោះគឺស្ពោទៅដើមឈើហើយបន្ទាប់ពីយើងទៅកន្លែងសម្រានហើយយើងមកញ៉ាំបាយថ្ងៃត្រង់ជុំគ្នាហើយនៅកន្លែងនេះគឺបរិយាកាសគឺល្អមែនទែនដូចនៅបេចឹងឆ្នេរសមុទ្រប៉ុន្តែគឺឆ្នេរទន្លេហើយបើថាខ្យល់ដូចខ្លាំងដល់តែមើលស្លឹកស្បឺនោះបានគឺខ្យល់ខ្លាំងមែនទែនហើយចង់និយាយថាបើសិនជាទៅហ្នឹងគឺចង់ដេកហ្នឹងមកហើយបន្តមកទៀតគឺពួកយើងញ៉ាំបាយថ្ងៃត្រង់ជុំគ្នាហើយម្ហូបអ្នកស្រុកនោះក៏មិនខុសម្ហូបអ្នកស្រុកយើងមិនដែរគាត់តែរសជាតិឬក៏ព្រឹងផ្សំខុសគ្នាអញ្ចឹងណាតែឆ្ងាញ់ពួកយើងក៏ឆ្ងាញ់មកល្មមចំណែកតែពីយើងញ៉ាំបាយថ្ងៃត្រង់ហើយសម្រាប់តិចយើងចូលលេង game ស្មើនៅក្រុម team building game អញ្ចឹងណាហើយ game ហ្នឹងគឺខ្ញុំភ្លេចបាត់ហើយមិនទៅ game អីទេខ្ញុំរៃរ៉ាប់នៅមួយកណោតែដឹងថាអ្នកចាញ់គឺត្រូវរាំក្បាច់រំសារបានអញ្ចឹងទៅហើយអ្នកឈ្នះផ្ទះដៃជ្រៀងអញ្ចឹងទៅនេះគឺសប្បាយមែនទេពេលយើងពួកអង្គការងារប៉ុន្តែមានពេលជុំគ្នាអញ្ចឹងណាអញ្ចឹងកន្លែងធ្វើការគួរតែមានពេលវេលាមួយឆ្នាំម្ដងទៅពីរដងដើម្បីឲ្យបុគ្គលិកគាត់បានជុំគ្នាbuild relationship ក៏ដូចជា mentor ហើយគាត់សុខភាពផ្លូវចិត្តឲ្យកាន់តែល្អតែមកយប់ឡើងយើងក៏លេង game ដែរហើយ game ហ្នឹងគឺខ្ញុំអ្នកចាញ់គេពូខ្ញុំអត់សូវបកកាយច្រៀងទេខ្ញុំចេះតែបន្ទោអញ្ចឹងសប្បាយមែនតើអស់នេះនិយាយស្មោះត្រង់តែគឺคลิกការងារអស់ហើយបន្ទាប់ពីយើងលេងហ្គេមហើយម្នាក់គឺចូលដីពួកអស់កម្លាំងណាហើយថ្ងៃបន្ទាប់គឺយើងធ្វើដំណើរទៅស្ទឹងត្រែងយើងជិះទៅលេងខុសហានហើយជាគម្រោងដំបូងគឺថាទៅតែញ៉ាំបាយពេលល្ងាចពេលហ្នឹងណាប៉ុន្តែដោយសារតែបងម្ចាស់ទូកថាអូខេអូនបងឯងនៅដល់ល្ងាចនៅបានដល់ថ្ងៃលិចទេតែម៉ោង 5 កន្លះគេត្រូវតម្រូវយើងមកវិញការពារសុខភាពអ្នកធ្វើដំណើរអញ្ចឹងល្អមែនទែនចឹងក៏ពួកយើងសម្ដែងមកវិញហើយតាក់ទងនឹងទេសភាពគឺស្អាតមែនទេបងប្អូនខ្លាចគឺខ្លាចប៉ុន្តែបើថាស្អាតគឺស្អាតចង់ទៅគឺចង់ទៅហ្មងខែនេះទឹកមិនទាន់ស្រកអស់ទេអញ្ចឹងណាអញ្ចឹងយើងអាចនៅលេងបានហើយខ្ញុំក៏បានទៅលេងទឹកនៅទីនោះដែរគឺទឹកគេនិយាយទៅគឺអត់ជ្រៅកន្លែងដែលយើងលេងហ្នឹងតោះអាចមើលនៅក្នុងនឹងបានគឺមកអាចលេងបានហើយ that's it មកវិញមកក្រុងមកទេសនាដីវិញគឺនៅស្រុកហ្នឹងគឺម៉ោង 8 ស្ងាត់ហ្មងអត់ដូចអ្នកសៀមរាបខ្ញុំទេសៀមរាបខ្ញុំគឺស្មើណាក៏អាចនិយាយថាមានកន្លែងត្រូវដែរច្រើនណាស់ចង់វីដេអូខ្ញុំប៉ុណ្ណឹងអរគុណច្រើនអ្នកសម្រាប់ការមើលអញ្ចឹងល្អឬក៏មិនល្អកុំថាយព្រោះមនុស្សដែលធ្វើវីដេអូ vlog ហ្នឹងណាអរគុណ